កាលពីព្រេងនាយមានមនុស្សកំសត់ពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិនអ្នកស្រុកហៅពួកគេថាអាខ្វាក់និងអាខ្វិនទោះបីម្នាក់មើលមិនឃើញម្នាក់ទៀតដើរមិនរួចក៏ពួកគេនៅតែជាមិត្តស្និទ្ធជួយគ្នាមិនបោះបង់គ្នាពួកគេរស់នៅជាខ្ញុំបម្រើរបស់ម្ចាស់ចិនខូក្រៅម្នាក់ដែលប្រើពួកគេធ្វើការលំបាកដោយគ្មានចិត្តអាណិតសោះថ្ងៃមួយពួកគេសម្រេចចិត្តរត់គេច ម្ចាស់ប្រហែលតាមមកហើយលឺសัตว์អកយំ លើកដំបូងពួកគេលួចជីទូកប៉ុន្តែដោយមិនចេះអូនទូកធ្វើជុំនៅកន្លែងដើមពេលភ្លឺឡើងទើបដឹងថាមិនបានទៅណាសោះ យើងទៅផ្លូវគោកវិញបើអញខ្វាក់អញខ្វិនយើងទៅមិនដាច់រួច ឲ្យពួកគេមិនបោះបង់ឡើយល្អយើងទៅជាមួយគ្នានេះមានខ្លាសាហាវលើកអាខ្វិនលើស្មាអាខ្វិនបង្ហាញផ្លូវហើយអាខ្វាក់ដើរដោយសារជួយគ្នាពួកគេក៏រត់ឆ្លងព្រៃឆ្លងវាលរហូតទៅដល់ស្រុកមួយបានស្រុកនោះមានខ្លាសាហាវគោនេះធាត់ណាយប់មួយអាខ្វិនឲ្យអាខ្វាក់ទៅលួចគោតែអាខ្វាក់បែរជាចាប់បានខ្លាដោយស្មានថាជាគោខ្លាវិញក៏ខ្លាចអាខ្វាក់ហើយរត់គេចបាត់ទៅស្ដាយណាស់អានុបកូនក្រោលអញធាត់ល្អមែនវីមានខ្ទមស្រែគេមានពួរមានចង្អេមានរនាស់ទៀតយកឲ្យអស់ទៅយកច្រើនពេកធ្ងន់ណាស់ធ្ងន់បន្ទាប់មកពួកគេបន្តដំណើររហូតទៅដល់នគរមួយដែលមានយក្សស៊ីមនុស្សនៅថ្ងៃនោះនាងពៅព្រះរាជបុត្រីត្រូវគេយកទៅឲ្យយក្សស៊ីអាខ្វាក់និងអាខ្វិនចូលទៅស្នាក់នៅក្នុងសាលានោះនាងពៅព្រមានថាយក្សនឹងមកយកនេះអាខ្វិនភ័យណាស់តែអាខ្វាក់មិនខ្លាចឡើយពេលយក្សមកអាខ្វាក់ប្រើប្រាជ្ញាបន្លាចវារហូតវារត់ទៅវិញក្រោយមកយក្សញីក៏មកទៀតអាខ្វាក់ក៏កាប់មួយដាវសម្រាប់វាបានភ្លាមអញយកខាងមុខឯងឬខាងមុខអញយកខាងមុខឯងចែកមិនត្រូវទេចែកសារឡើងវិញចេញពីសាលាប៉ុន្តែពេលចែកគ្នាក៏កើតចំនួនវាយគ្នាចៃដន្យការវាយគ្នានោះធ្វើឲ្យអាខ្វាក់ភ្នែកភ្លឺវិញហើយអាខ្វិនក៏ដើរបានវិញដែរនៅព្រះរាជវាំងស្ដេចបានឲ្យរកអ្នកសម្លាប់យក្សនៅទីបំផុតអាខ្វាក់និងអាខ្វិនត្រូវបាននាំទៅគាល់ស្ដេចនាងពៅបញ្ជាក់ថាពួកគេទាំងពីរនេះខ្លួនជាអ្នកសម្លាប់យក្សចៅឯងឬដែលសម្លាប់យក្សស្ដេចត្រេកអរណាស់នេះហើយជារបស់គាត់ពីសឡងចាប់ពីថ្ងៃនេះទៅចៅខ្វាក់ជាបុត្រមរតករាជខ្ញុំសូមនៅក្បែរអ្នកជារៀងរហូតក៏បានធ្វើជាឧបរាជចាប់ពីថ្ងៃនោះមកពួកគេរស់នៅដោយសេចក្តីសុខនិងមិនបោះបង់មិត្តភាពឡើយហើយរឿងនេះបានបន្សល់ទុកថាភ្នែកសត្វមិនសម្រេចដូចភ្នែកប្រាជ្ញា